សួស្តីបងប្អូនទាំងគ្នានេះបងប្អូនកលេចមើលរូបភាពមួយសន្លឹកនេះនៅក្នុងរូបភាពនេះយើងអាចឃើញមានបរិបពីរនាក់ម្នាក់គឺគាត់ជាអ្នកឡើងជណ្ដើរស្របហើយម្នាក់ទៀតគឺគាត់ឡើងជណ្ដើរមិនស្របទេក្នុងរូបភាពនេះគេចង់និយាយអំពីការធ្វើដំណើររបស់បរិបពីរនាក់ប៉ុន្តែលទ្ធផលគឺមិនដូចគ្នាទេបរិបម្នាក់ដែលឡើងជណ្ដើរស្របនេះគឺគាត់មិនបានបង្ខំទេហើយក៏មិនបញ្ញាប់បញ្ញាលឲ្យដល់គោលដៅដែរប៉ុន្តែគឺគាត់ធ្វើដំណើរទៅមុខជានិច្ចហើយសម្រាប់បរិបម្នាក់ទៀតដែលឡើងជណ្ដើរមិនស្របទៅវិញគឺហាក់បីដូចជាជណ្ដើរដែលគាត់ឡើងនឹងគឺចន្លោះគ្នាចម្ងាយខុសគ្នាឆ្ងាយណាស់គាត់ហាក់ដូចជាមនុស្សដែលបញ្ញាប់ក៏បានឬក៏យើងអាចថាម្យ៉ាងទៀតគាត់ជាមនុស្សដែលមិនចេះរៀបចំផែនការក៏បានដែរអញ្ចឹងបងប្អូនអរគ្នាត្រូវធ្វើអ្វីក៏ដោយត្រូវមានការអត់ធ្មត់មានការតស៊ូហើយមានផែនការច្បាស់លាស់ដំណាក់កាលនៃការសម្រេចយើងមិនអាចចាប់មួយជំហានឈានទៅដល់គោលដៅទេព្រោះអ្វីក៏ដោយវាត្រូវការពេលវេលាវាត្រូវការអត់ធ្មត់វាត្រូវការធ្វើដំណើរដោយសិនយើងចង់ធ្វើដំណើរលឿនក៏យើងត្រូវដឹងពីសមត្ថភាពយើងដែរដូចជាអ្នករៀនសូត្រចឹងខ្លះគេជាក្វេងទៅប្រកែគេអាចរៀនផ្លោះថ្នាក់បានយើងកុំទៅសម្លឹងមើលគេថាគេផ្លោះថ្នាក់បានយើងទៅផ្លោះតាមគេប្រកបណាស់យើងមិនអាចរៀនចប់បានពីព្រោះសមត្ថភាពរបស់យើងហើយនៅសមត្ថភាពរបស់គេគឺគ្រប់គ្នានៅក្នុងរូបភាពពីរនេះបងប្អូនអាចយកទៅពិនិត្យមើលបានបរិបដែលឡើងជណ្ដើរមិនស្របមានភាពលំបាកហើយវាមិនអាចធ្វើឲ្យលឿនបានទេវាកាន់តែយឺតពេលខ្លះគាត់ឡើងបានមួយកម្មពីរកម្មចាប់ទៅធ្លាក់មកវិញនៅកម្មទី1វិញប៉ុន្តែសម្រាប់បរិបម្នាក់ទៀតវិញគឺគាត់កម្មរបស់គាត់គឺតិចស្រួលឡើងហើយយឺតប៉ុន្តែគាត់មានការអត់ធ្មត់ព្យាយាមតស៊ូចំពោះកម្មចណ្ដើរដែលគាត់ធ្វើដំណើរទៅនឹងទាំងអស់នេះជាការសរបង្ហាញអំពីរបៀបនៃការធ្វើដំណើរទៅលើវិថីនៃគោលដៅតើបងប្អូនចូលចិត្តធ្វើដំណើរបែបផ្លោះបែបកាត់ឬក៏បងប្អូនត្រូវធ្វើដំណើរបែបដំណាក់កាលអញ្ចឹងបានអ្នកដែលមានផែនការគឺតែងតែមានលទ្ធផលល្អជាងអ្នកដែលគ្មានផែនការអ្នកដែលមានផែនការគឺគេដាក់ផែនការគោលដៅរបស់គេរយៈពេលប៉ុន្មានដែលគេត្រូវមានអីរយៈពេលប៉ុន្មានដែលគេត្រូវមានអីរយៈពេលប៉ុន្មានដែលគេត្រូវសម្រេចអីគឺគេមានផែនការគេច្បាស់លាស់តែសម្រាប់អ្នកដែលអត់មានផែនការនិងគោលដៅជីវិតច្បាស់លាស់ទេគឺគាត់តែងតែស្រមៃចង់បានអ្វីគឺគាត់ទៅនឹងភ្លាមទាំងដែលគាត់មិនដឹងថាអ្វីទាំងអស់គឺមាន flow មានដំណាក់កាលដែលត្រូវធ្វើអញ្ចឹងបងប្អូនត្រូវរៀនគិតឡើងវិញពីព្រោះសម័យបច្ចុប្បន្នបងប្អូនមានបណ្ដាញ social media មានអ្វីច្រើនណាស់ដែលយើងមើលទៅហើយពេលខ្លះក៏យើងគិតឃើញថាយើងចង់បានដូចគេយើងចង់លឿនដូចគេហើយយើងក៏បង្ខំខ្លួនឯងធ្វើការងារនោះទាំងកំហុកទៅទាំងដែលអ្វីនោះវាមិនមែនជារបៀបនៃផែនការទេអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមុននឹងធ្វើអ្វីមួយសូមឲ្យសរសេរផែនការនៅក្នុងកូនសភៅមួយទុកតែឆ្នាំនេះយើងធ្វើអីឆ្នាំក្រោយយើងធ្វើអីឆ្នាំក្រោយបន្ទាប់យើងធ្វើអីហើយក្នុងឆ្នាំនីមួយៗតែយើងត្រូវសម្រេចបានអីបងប្អូនធ្វើដំណាក់កាលនឹងហើយយើងអនុវត្តទៅលើផែនការរបស់យើងហើយយើងចាប់ផ្ដើមត្រួតពិនិត្យតើផែនការដែលយើងដាក់ទៅនឹងមានលទ្ធផលតាមអ្វីដែលយើងបានរៀបអត់ឬហើយបងប្អូនបើសិនជាការដែលបងប្អូនអនុវត្តទៅហើយវាមានការឆ្វះចន្លោះមានកន្លែងខ្លះដែលវាមិនទៅដល់យើងធ្វើការកែតម្រូវតែមិនបានលុបចោលនៅគោលដៅរបស់យើងទេគឺការតម្រូវក្នុងផែនការរបស់យើងថាឥឡូវយើងគួរកែយ៉ាងម៉េចដើម្បីងាយស្រួលវាសម្រេចបានតែគោលដៅដែលយើងសម្រេចគោលដៅដែលយើងចង់បានគឺយើងនៅរក្សាដដែលអញ្ចឹងរបៀបពីររូបភាពនេះគឺចង់បង្ហាញពីមនុស្សដែលមានផែនការនិងមនុស្សដែលអត់ផែនការ
អញ្ចឹងអ្នកដែលមានផែនការគឺគេមានដំណាក់កាលនៃការធ្វើដំណើររបស់គេច្បាស់លាស់មានពេលវេលារបស់គេច្បាស់លាស់ហើយទោះបីជាគេទៅរឿងយឺតបន្តិចក៏ដោយ 10% ប៉ុន្តែគេនឹងបានដល់ 300% ដូចគ្នាប៉ុន្តែយើងវិញ50 100 150 200 250 300ហើយទាំងដែលអ្វីនោះគឺមិនមែនជាសមត្ថភាពរបស់យើងទេហើយអាចខ្លះឡើងបាន100ធ្លាក់មកវិញនៅសល់0ក៏មានដែរអញ្ចឹងរូបភាពពីរសន្លឹកនេះជាការណែនាំជួយបញ្យលលើកទឹកចិត្តដល់បងប្អូនអរគ្នាពីរបៀបនៃការធ្វើដំណើរនៅលើវិថីនៃជីវិតដើម្បីឆ្ពោះទៅរកគោលដៅរបស់យើងអញ្ចឹងយើងអាចពិចារណាឃើញហើយថាការសម្រេចបានអ្វីមួយគឺត្រូវតែមានការអត់ធ្មត់មានការតស៊ូមានផែនការច្បាស់លាស់ហើយមានការប្រឹងប្រែងទៅតាមគោលដៅដែលយើងចង់បានហើយអ្វីដែលសំខាន់គឺកុំបោះបង់គោលដៅរបស់ខ្លួនឯងចង់បានអីប្រឹងប្រែងធ្វើវាតិចម្ដងបងប្អូននឹងសម្រេចបាននូវគោលដៅហ្នឹងបាទសូមអរគុណសង្ឃឹមថាបងប្អូនអរគ្នានឹងបានមើលរូបភាពនេះហើយយើងនឹងរៀបចំផែនការជីវិតយើងឲ្យបានច្បាស់លាស់នៅក្នុងកូនសភៅតូចរបស់យើងសូមអរគុណ